គាត់កូនស្រីដែរអញ្ចឹងណាអញ្ចឹងគាត់ក៏វាយកូននឹងដល់កូននឹងអីចឹងទៅកូនស្រីនឹងគាត់ខឹងគាត់ហើយគាត់ក៏ប្តឹងខាងប្រុសនឹងរហូតដល់មានទោសមានតន់អីផ្សេងហើយប្រខាំងកូនស្រីនឹងនៅក្នុងកតុកនឹងអត់ឲ្យចេញដោយសារតែគាត់ខឹងគាត់អីអញ្ចឹងខ្ញុំសួរគាត់ចុះទៅរៀនទៅអីគាត់ថាពេលហ្នឹងវាចំគេហៅគេវ៉ាកងបាទហ្នឹងហើយអញ្ចឹងក៏អត់បានតាណាទាំងអស់រហូតដល់កូនស្រីហ្នឹងព្រមអត់បានក៏សម្រេចចិត្តចងកខ្លួនឯងនៅក្នុងកតុកហ្នឹងហើយគាត់ទៅសេថាគាត់នៅចាំសង្សារគាត់បានគាត់ទៅវិញអូទៅសេបដាំបាទគាត់ថាគាត់អត់មានបានធ្វើអីទេគាត់តែស្នេហាហេតុអីក៏ធ្វើឲ្យគាត់ពិបាកចិត្តអញ្ចឹងហ្នឹងហើយអញ្ចឹងឪពុកហ្នឹងគាត់ក៏អត់ខ្វល់ដែរបនកូនហ្នឹងក៏គាត់អត់រវីរវល់គាត់អីគាត់ទៅឲ្យបានជាមុខទេមករយៈក្រោយមកគាត់មិននៅផ្ទះនឹងដដែលគាត់ឃើញកូនហ្នឹងមកធ្វើបាបគាត់មកម្ដងគាត់ថាមកជាទូទៅខ្មៅសកប់យើងរើអត់រួចប៉ុន្តែគឺគាត់ឃើញស្រស់កូនហ្នឹងមកអញ្ចឹងជើងពីរអង្គុយចោលហងលឺពោះគាត់មកហើយចាប់ស្មាគាត់